បងប្អូនទាំងអស់គ្នាមុនឆ្នាំ1969មនុស្សធ្លាប់សម្លឹងមើលឋានព្រះច័ន្ទរាល់យប់ប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់គិតថាមនុស្សនឹងអាចឈរនៅលើវាបានឡើយថ្ងៃនោះហើយដែលមនុស្ស3នាក់បានចាក់ចេញពីផែនដីទៅកាន់កន្លែងដែលគ្មាននរណាម្នាក់ធ្លាប់ទៅដល់ប៉ុន្តែអ្វីដែលពិភពលោកមិនបានឃើញនោះគឺនៅពីក្រោយដានជើងតូចមួយនៅលើឋានព្រះច័ន្ទមានការប្រកួតប្រជែងដ៏ធំមានការបរាជ័យដ៏ឈឺចាប់និងមានហានិភ័យដែលធ្វើឲ្យពួកគេមិនអាចត្រឡប់មកវិញនៅយប់ថ្ងៃទី20 ខែកក្កដាឆ្នាំ1969ពិភពលោកទាំងមូលហាក់ដូចជាឈប់ដកដង្ហើមមនុស្សរាប់រយលាននាក់បានអង្គុយនៅមុខទូរទស្សន៍និងក្បែរវិទ្យុដើម្បីរង់ចាំមើលពេលវេលាប្រវត្តិសាស្ត្រដែលមនុស្សមិនធ្លាប់ឃើញមិនធ្លាប់ឮពីមុនមកនៅលើឋានព្រះច័ន្ទមនុស្សម្នាក់កំពុងត្រៀមបោះជំហានលើពិភពមួយផ្សេងទៀតប៉ុន្តែពីក្រោយស្នាមនៃជំហានតូចនោះគឺជាការខិតខំការប្រកួតប្រជែងនៃមហាអំណាចការចំណាយពេលជាច្រើនឆ្នាំនៃការបរាជ័យនិងការរៀនសូត្ររបស់មនុស្សរាប់សែននាក់រឿងរ៉ាវនេះបានចាប់ផ្ដើមនៅក្នុងសម័យសង្គ្រាមត្រជាក់ក្រោយបញ្ចប់សង្គ្រាមលោកលើកទី2សហរដ្ឋអាមេរិកនិងសហភាពសូវៀតបានក្លាយជាមហាអំណាចធំបំផុតពីររបស់ពិភពលោកទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមែនជាសង្គ្រាមដោយអាវុធផ្ទាល់ទេប៉ុន្តែជាការប្រកួតប្រជែងលើគ្រប់វិស័យមិនថាយោធានយោបាយបច្ចេកវិទ្យាឬវិទ្យាសាស្ត្រទេប្រវត្តិសាស្ត្រហៅការប្រកួតប្រជែងនេះថាសង្គ្រាមត្រជាក់នៅឆ្នាំ1957សូវៀតបានបាញ់បង្ហោះ Sputnik ដែលជាផ្កាយរណបសិប្បនិមិត្តដំបូងបំផុតរបស់មនុស្សជាតិបន្ទាប់មកនៅឆ្នាំ1961 Yuri Gagarin បានក្លាយជាមនុស្សដំបូងដែលហោះហើរជុំវិញផែនដីអាមេរិកមិនចង់នៅពីក្រោយទៀតទេប្រធានាធិបតី John Kennedy បានប្រកាសគោលដៅដ៏ធំមួយមុនបញ្ចប់ទសវត្សរ៍ឆ្នាំ1960អាមេរិកនឹងបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទនិងនាំពួកគេត្រឡប់មកផែនដីវិញដោយសុវត្ថិភាពដើម្បីសម្រេចគោលដៅនេះ NASA ចាប់ផ្ដើមគម្រោង Apollo ដែលជាគម្រោងវិទ្យាសាស្ត្រដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាង 40,000 នាក់បានចូលរួមបង្កើតបច្ចេកវិទ្យាថ្មីៗនិងរ៉ុកែត Saturn V ដែលជារ៉ុកែតដ៏មានអំណាចបំផុតនៅពេលនោះប៉ុន្តែផ្លូវទៅកាន់ឋានព្រះច័ន្ទមិនមែនគ្មានការបាត់បង់ទេនៅឆ្នាំ1967អវកាសយានិក3នាក់របស់អាប៉ូឡូទី1បានស្លាប់ក្នុងអគ្គិភ័យអំឡុងការសាកល្បងសោកនាដកម្មនេះបានបង្ហាញឲ្យ NASA កែលម្អសុវត្ថិភាពឡើងវិញទាំងស្រុងទីបំផុតនៅថ្ងៃទី16ខែកក្កដាឆ្នាំ1969អាប៉ូឡូទី11បានបាញ់ចេញពីផែនដីនៅលើយានមានអាកាសយានិក3នាក់គឺ Neil Armstrong Buzz Aldrin និង Michael Collins បន្ទាប់ពីធ្វើដំណើរអស់រយៈពេល3ថ្ងៃពួកគេបានមកដល់ឋានព្រះច័ន្ទប៉ុន្តែការចុះចតមិនងាយស្រួលឡើយ កុំព្យូទ័ររបស់យាន Eagle បានបង្ហាញសញ្ញាព្រមានហើយតំបន់ចុះចតដែលបានគ្រោងទុកពោពេញដោយផ្ទាំងថ្មគ្រោះថ្នាក់ Armstrong ត្រូវបញ្ជាយានដោយដៃខណៈប្រេងឥន្ធនៈកំពុងអស់ទៅនៅសល់តែប៉ុន្មានវិនាទីចុងក្រោយ Eagle បានចុះចតដោយជោគជ័យសំឡេងរបស់ Armstrong បានបន្លឺតាមវិទ្យុបន្ទាប់មកពេលវេលាដែលពិភពលោករងចាំបានមកដល់ Neil Armstrong បានបើកទ្វារយានហើយដាក់ជើងលើផ្ទៃឋានព្រះច័ន្ទគាត់បាននិយាយពាក្យដែលក្លាយជាប្រយោគល្បីបំផុតក្នុងប្រវត្តិសាស្ត្រនេះគឺជាដានជើងតូចមួយរបស់មនុស្សម្នាក់ប៉ុន្តែជាការលោតដ៏ធំមួយសម្រាប់មនុស្សជាតិទាំងមូល Armstrong និង Aldrin បានប្រមូលសំណាកថ្មដំឡើងឧបករណ៍វិទ្យាសាស្ត្រនិងថតរូបផ្ទៃឋានព្រះច័ន្ទខណៈ Michael Collins នៅតែរងចាំក្នុងកន្លងជុំវិញឋានព្រះច័ន្ទដើម្បីនាំមិត្តរួមបេសកកម្មត្រឡប់មកផ្ទះវិញបន្ទាប់ពីបេសកកម្ម Apollo ទី11បានត្រឡប់មកដល់ផែនដីដោយសុវត្ថិភាពនៅថ្ងៃទី24ខែកក្កដាឆ្នាំ1969ជ័យជំនះនេះមិនមែនគ្រាន់តែជាជ័យជំនះរបស់ប្រទេសមួយទេវាជាការបង្ហាញថានៅពេលមនុស្សមានក្តីស្រមៃការតាំងចិត្តនិងការសហការគ្នាអ្វីដែលធ្លាប់ត្រូវគេចាត់ទុកថាមិនអាចទៅរួចអាចក្លាយជាការពិតស្នាមជើងរបស់ Neil Armstrong នៅលើឋានព្រះច័ន្ទមិនមែនគ្រាន់តែជាស្នាមជើងរបស់មនុស្សម្នាក់នោះទេវាជាសញ្ញានៃភាពក្លាហាននិងសមត្ថភាពរបស់មនុស្សជាតិដែលតែងតែហ៊ានសម្លឹងទៅកាន់អ្វីដែលនៅហួសពីព្រំដែនរបស់ខ្លួនបើបងប្អូនចូលចិត្តវីដេអូនេះសូមចុច like share និង comment follow for more